មន្ទីរពេទ្យកាល់ម៉ែតដែលជាមន្ទីរពេទ្យធំជាងគេហើយល្អជាងគេមានអ្នកឯកទេសច្រើនជាងគេហើយខ្ញុំឃើញមាន multidisciplinary team discussion មានទាំង nuclear medicine មានទាំង surgical oncologist medical oncologist interventional oncologist បងប្អូនអាចទៅមន្ទីរពេទ្យកាល់ម៉ែតបើបងប្អូនមានមហាហិកបាទថ្ងៃនេះខ្ញុំសូមចែកម្លែកពីបទពិសោធន៍នៃការព្យាបាលជំងឺថ្លើមហើយនឹងករណីដែលមានមហារីកថ្លើមនៅក្នុងករណីជាក់ស្ដែងដែលអ្នកជំងឺលោកដែលមកជួបដែលមានដុំនៅលើថ្លើមនៅក្នុងអ្នកដែលមានដុំសាច់នៅថ្លើមដែលជាដុំសាច់កាចឬក៏ដុំសាច់មហារីកការអនុវត្តជាក់ស្ដែងភាគច្រើនដែលខ្ញុំជួបភាគច្រើនគឺលោកតែងតែចូលទៅក្នុងដុំសាច់នៅដំណាក់កាលធំដែលដុំនោះវាមានចំនួនច្រើនឬក៏ដុំនោះធំហើយវាមានលក្ខណៈដែលរាតត្បាតចេញក្រៅថ្លើមជាពិសេសវាចេញចូលទៅដំណាក់កាលមហារីកថ្លើមដំណាក់កាលទី3ឬក៏ទី4រួចទៅហើយបាទហើយទាំងអស់នោះភាគច្រើនគឺអត់ដឹងទេបាទគឺអត់ដឹងទេអញ្ចឹងនៅក្នុងការព្យាបាលជំងឺមហារីកថ្លើមដែលយើងព្យាបាលបានល្អជាសះស្បើយដែលអាចថាបាន survival rate ដែលនោះគឺនៅក្នុងដំណាក់កាលទី1ឬក៏ទី0បាទដំណាក់កាលថ្មីយើងហៅ early stage យ៉ាងហោចណាស់ក៏ទី2ចុះក្រោមអាហ្នឹងគឺថាការព្យាបាលហ្នឹងលទ្ធផលល្អមែនតើបាទហើយមធ្យោបាយនៃការព្យាបាលមហារីកថ្លើមដែលដុកទ័រជំនាញមហារីកដែលលោកតែងតែលើកទឹកចិត្តឲ្យបងប្អូនយើងព្យាបាលនៅក្នុងដំណាក់កាលដំបូងអាហ្នឹងគឺថាភាគច្រើនបើសិនជាដុំនោះវាមានចំនួនតែមួយហើយដុំទូចដុំនោះមិនមានប៉ះពាល់ការរាតត្បាតចេញទៅណាទៅណីទេអាចវះកាត់បានគឺគេវះកាត់បាទគេវះកាត់អាស្រ័យទៅលើថ្លើមយើងឧទាហរណ៍ថាបើសិនជាថ្លើមយើងវាអត់ទាន់មានសភាពក្រិនទេថ្លើមយើងនៅបំពេញមុខងារបានល្អសាច់វានៅស្រស់អត់ទាន់ក្រិនអត់ទាន់រឹងហើយគេវះកាត់បានគឺគេវះកាត់បាទគឺមធ្យោបាយទី1ដែលព្យាបាលល្អគឺវះកាត់តែអានឹងវាអាស្រ័យទៅលើវ័យអាស្រ័យទៅលើកម្រិតនៃការខូចខាតសាច់ថ្លើមដែរបើទោះបីថាដុំនោះវា early stage ក៏ដោយហើយសាច់ថ្លើមយើងវាក្រិនយើងវ័យចាស់អាហ្នឹងការវះកាត់មិនមែនជាជំរើសទី1ទេអញ្ចឹងជំរើសទី1អាចជាការធ្វើការដុតវិញបាទដុតដោយប្រើពពួក microwave ablation electric ឬក៏ករណីខ្លះគេធ្វើថាឬក៏គេធ្វើ test បាទអញ្ចឹងបើសិនជាអាស្រ័យទៅលើការវិភាគពីព្រោះការងារដែលគេព្យាបាលខ្ញុំគ្រាន់តែជូនជាព័ត៌មានជូនបងប្អូនថាបើដុកទ័រឲ្យបងប្អូនឆាប់ព្យាបាលបងប្អូនឆាប់ព្យាបាលទៅដុកទ័រឯកទេសផ្នែកដុំសាច់បើលោកឲ្យយោបល់ថាឆាប់ព្យាបាលបងប្អូនឆាប់ព្យាបាលពីព្រោះដុំសាច់វានឹងមានការវិវត្តគ្រាន់តែយូរហើយឆាប់ឯងវាអត់អាចនៅស្ងៀមឯដុំសាច់កាចពីព្រោះដុំសាច់កាចជាកោសិកាដែលវាមានការបំលែងចេញពីប្រូក្រាមរបស់រាងកាយយើងវាជាមហារីកមានន័យថា DNA របស់វាលែងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួនយើងហើយគឺវារីកតាមក្បាលចិត្តរបស់វាអញ្ចឹងវារីកលឿនវារីកយឺតអាហ្នឹងអាស្រ័យទៅលើប្រភេទមហារីកដែលយើងមាននោះប៉ុន្តែវារីកវាដឹងតែរីកហើយគ្រាន់តែវាពេលណាវារាតត្បាតទៅក្រៅថ្លើមពេលណាវារាតត្បាតនៅក្នុងថ្លើមតាមរយៈពេលដែលវាមាននោះរួចទៅបើសិនជាបងប្អូនទុក
ដុំសាច់មហារាជនោះឲ្យវាធំទៅឬក៏ដុំសាច់មហារាជនោះវាចេញក្រៅថ្លើមគេហៅថា metastasis វាចេញក្រៅថ្លើមពេលនោះការព្យាបាលមានភាពស្មុគស្មាញវាមានភាពស្មុគស្មាញលទ្ធផលដែលបានមកពីការព្យាបាលនោះមិនជាទីពេញចិត្តទេវាអាចពិបាកក្នុងការគ្រប់គ្រងពីព្រោះវាចេញក្រៅថ្លើមវាអាចទៅសួតវាអាចទៅឆ្អឹងវាអាចទៅពោះវៀនវាអាចទៅកាពះវាអាចទៅបេះដូងវាអាចទៅខួរក្បាលវាអាចទៅសរីរាង្គក្នុងពោះយើងជាច្រើនទៅទៀតបាទអញ្ចឹងកាលណាយើងឆែកទៅឃើញត្រូវឆាប់ប្រឹក្សាជាមួយវិជ្ជាមនដ្ឋឯកទេសខាងមហារាជវិជ្ជាមនដ្ឋឯកទេសមហារាជនោះអាចនឹងយកខេសរបស់យើងនីមួយហ្នឹងទៅដាក់លើតុដើម្បីធ្វើការពិភាក្សាជាក្រុមការពិភាក្សាជាក្រុមនោះគេហៅថា multidisciplinary team ការសម្រេចចិត្តព្យាបាលមហារាជនីមួយគឺមានភាពស្មុគស្មាញហើយនឹង serious គឺ serious មែនតើมันអាចចេះតែអនុម័តมันអាចចេះតែធ្វើទេអញ្ចឹងដុកទ័រមហារាជលោកយកទៅប្រឹក្សាជាក្រុមគេហៅ multidisciplinary team discussion គេហៅ MDT discussion នៅក្នុងហ្នឹងមានតាំងពីដុកទ័រជំនាញថ្លើមដុកទ័រ medical oncologist ដុកទ័រមហារាជបែបវិទ្យាសាស្ត្រហ្នឹង surgical oncologist ដុកទ័រមហារាជផ្នែកវះ nuclear medicine interventional radiologist cardiologist ហើយនឹងអ្នកដែលពាក់ព័ន្ធប្រសិនបើត្រូវធ្វើមានតាំងពីអ្នកដាក់ថ្នាំសណ្ដំទៅទៀតអញ្ចឹងនៅក្នុងនោះគេនឹងពិភាក្សាគ្នាឆយជំរើសដែលល្អបំផុតសម្រាប់ patient outcome តើយើងត្រូវ work up អីមុននឹងធ្វើសេចក្តីសម្រេច decision ហ្នឹងត្រូវលើកដៃជា consensus ថាតើពេលដែលយើងសម្រេចអញ្ចឹងភាគច្រើនឲ្យយោបល់ទៅតាម guideline ណាហើយធ្វើអីដែលឲ្យអ្នកជំងឺទទួលបានលទ្ធផលជាទីគាប់ចិត្តល្អបំផុតទៅតាមក្បួននៃការព្យាបាលมันអាចសម្រេចតែម្នាក់ឯងបានទេអញ្ចឹងខ្ញុំគាត់តែចែករំលែកព័ត៌មានជូនបងប្អូនថាពេលដែលបងប្អូនព្យាបាលមហារាជគឺដុកទ័រត្រូវយកករណីរបស់យើងដែលមានឯកសារទាំងអស់ហ្នឹងយកទៅដាក់លើតុដើម្បីប្រឹក្សាពិភាក្សាជាមួយក្រុមវិជ្ជាអមរិតឯកទេសជាក្រុមអញ្ចឹងនៅពេលដែលពិភាក្សាហើយទើបគេធ្វើសេចក្តីសម្រេចរួមមួយបានដុកទ័រដែលកាន់ខេសរបស់យើងហ្នឹងលោកយកខេសនោះមកជួបយើងដើម្បីណែនាំយើងឲ្យយោបល់យើងថាក្រោយពីពិភាក្សាយើងបានសម្រេចដើរផ្លូវនេះជាជម្រើសទី1ផ្លូវនេះជាជម្រើសទី2ផ្លូវនេះជាជម្រើសទី3អញ្ចឹងគេឲ្យយើងធ្វើការសម្រេចចិត្តដុកទ័រគ្រាន់តែផ្ដល់ជម្រើសទេហើយគ្រាន់តែប្រាប់ថាជម្រើសនេះអញ្ចេះល្អអញ្ចេះជម្រើសនេះអញ្ចេះជម្រើសនេះអញ្ចេះអញ្ចឹងការសម្រេចចិត្តគឺនៅលើគ្រួសារនិងអ្នកជំងឺអញ្ចឹងណាបងប្អូនអញ្ចឹងនៅប្រទេសកម្ពុជាយើងមានមន្ទីរពេទ្យកាល់ម៉ែតដែលជាមន្ទីរពេទ្យធំជាងគេហើយល្អជាងគេមានអ្នកឯកទេសច្រើនជាងគេហើយខ្ញុំឃើញមាន multidisciplinary team discussion មានទាំង nuclear medicine មានទាំង surgical oncologist medical oncologist interventional oncologist បងប្អូនអាចទៅមន្ទីរពេទ្យកាល់ម៉ែតបើបងប្អូនមានមហារាជបាទមានមហារាជគឺជាមន្ទីរពេទ្យទី1ដែលខ្ញុំឃើញល្អជាស្តង់ដារអន្តរជាតិបាទហើយមាន center មហារាជទៀតអញ្ចឹងណាអញ្ចឹងខ្ញុំគ្រាន់តែជូនជាគំនិតសម្រាប់បងប្អូនពីព្រោះបងប្អូនឃើញវិលចុះវិលឡើងមួយចំនួនលោកទៅប្រទេសជិតខាងទៅបានព័ត៌មានទៅក៏មកប្រឹក្សាជាមួយខ្ញុំអញ្ចឹងទៅហើយក៏មិនបានដឹងពីនីតិវិធីការណែនាំអីយ៉ាងណាបងប្អូននៅសពេចសបល់
ជាធម្មតាបងប្អូនតែងតែមានការព្រួយបារម្ភហើយនៅពេលដែល diagnose ថាមានមហាហិកគឺយើង panic ទាំងអ្នកជំងឺទាំងក្រុមគ្រួសារ panic មិនថាខ្ញុំមិនថាគេទេវាជាបញ្ហាផ្លូវចិត្តមួយដែលយើងពិបាក accept ក៏ប៉ុន្តែនៅពេលដែលយើងពិបាកទទួលយកយើងអត់មានជំរើសអីក្រៅតែស្វែងរកដំណោះស្រាយស្វែងរកសេវាព្យាបាលឲ្យបានត្រឹមត្រូវជៀសវាងកុំឲ្យយើងមានវិបដិសារីក៏ប៉ុន្តែខ្ញុំគ្រាន់តែរំលឹកថាសូមឆាប់ព្យាបាលឲ្យបានលឿនទៅតាមលទ្ធភាពដែលអាចធ្វើបានហើយរកសេវាព្យាបាលដែលបងប្អូនធ្វើបានគ្រប់ជ្រុងជ្រោយបាទចឹងខ្ញុំសូមចែករំលែកជូនតែប៉ុណ្្នឹងទេបាទសូមអរគុណ Clinic វឌ្ឍនវិទ្យាជា clinic ប្រចាំគ្រួសាររបស់លោកអ្នក